រឿងអ្នកគ្រូពេទ្យឆ្នើមគួរឲ្យស្រឡាញ់ភាគទី3ទាំងអស់គ្នាហ្វេនចាស្រាប់តែពេលនោះដែរគឺថាមានគ្រូតូចនៅឯក្នុងមន្ទីរពេទ្យរបស់តួឯកស្រីរបស់យើងណាគឺគាត់មកទីនឹងដែរអញ្ចឹងណាគាត់ក៏បាននិយាយថាហេតុអីបានជាឯងមកទីនេះរីឯបរិសម្នាក់ហ្នឹងក៏បាននិយាយថាខ្ញុំមកទីនេះគឺដើម្បីដើរលេងកម្សាន្តខ្ញុំគ្មានអារម្មណ៍នៅក្នុងមន្ទីរពេទ្យនោះទេពេលនោះកញ្ញាម្នាក់ទៀតក៏បាននិយាយថាប៉ាត់មែនហើយបងប្រុសមាំងគឺគាត់បានមកទីនេះដើម្បីចូលរួមនៅក្នុងកម្មវិធីព្យាបាលរបស់យាយចដូនមួយរបស់តួឯកប្រុសរបស់យើងហ្នឹងអញ្ចឹងណាចាពេលនោះគាត់ក៏បានទាញដៃផាំងតែម្ដងតួឯកស្រីរបស់យើងហ្នឹងគាត់ថាឯងប្រហើនណាហេតុអីបានជាឯងប្រាប់យើងថាឯងមកជួបជុំគ្រួសារក៏ប៉ុន្តែបែរជាឯងមកទីនេះទៅវិញឯងចាត់ទុកថានៅកន្លែងនេះគឺជាកន្លែងអីដែរមិនក៏ឯងហ៊ានម្លេះពេលនោះតួស្រីរបស់យើងគឺបានស្ដីឲ្យទៅកាន់តួប្រុសរបស់យើងម្នាក់នោះគាត់ថាឯងហេតុអីបានជាឯងមិនចាត់ទុកខ្ញុំគឺជាមេរបស់ឯងអញ្ចឹងពេលនោះគាត់ក៏បាននិយាយថាខ្ញុំមិនចាត់ទុកនោះទេគឺកញ្ញាម្នាក់នេះគឺគាត់បាននិយាយថាគាត់នឹងគឺជាសង្សាររបស់មាំងអញ្ចឹងណាគឺគាត់ត្រូវឲ្យមាំងធ្វើអីក៏ដោយគឺមានអធិពលនៅលើនាងអញ្ចឹងណាមិនឲ្យក្រោមនាងជាដាច់ខាតនាងធ្វើជាមេនៅឯមន្ទីរពេទ្យហ្នឹងជាមួយនឹងគាត់ទៅភ្នែកជាយូរណាស់មកហើយខ្ញុំពិតជាមិនចង់ឲ្យមាំងគឺនៅក្រោមនាងនោះទេខ្ញុំចង់ធ្វើអ្វីឲ្យខ្ពស់ជាងនាងប៉ាត់មែនហើយនេះគឺជាកម្មវិធីរបស់លោកលីដ៏មានសុពលភាពបំផុតហេតុអីបានជានាងមកទីនេះនាងមិនស័ក្តិសមមកទីនេះនោះទេមើលចាស់ស្លៀកពាក់មិនស័ក្តិសមជាមួយនឹងកម្មវិធីនៅទីនេះទេចាគឺកញ្ញាស្រីម្នាក់នោះគឺជាអ្នកនិយាយរួចហើយគាត់ក៏និយាយថានាងចេញពីកម្មវិធីម្នាក់នេះចេញពីកម្មវិធីនឹងទៅអញ្ចឹងណាចាធ្វើឲ្យតួស្រីរបស់យើងខឹងខ្លាំងមែនតើគាត់ក៏បានចាប់ដៃហើយផ្ទះក៏ភ្លៀងយកតែម្ដងនេះឯងហ៊ានផ្ទះយើងផងហ៎រឿងអីដែលខ្ញុំមិនហ៊ានខ្ញុំគឺជាមេប្រធាននៅទីនេះហើយក៏ខ្ញុំគឺជាអ្នកគ្រូពេទ្យដែលលោកលីគឺជាអ្នកច្រាស់រើសមកទីនេះដែរនាងនិយាយសំអាងអីពេលនោះទូស្រីរបស់យើងខឹងខ្លាំងគាត់ក៏បានផ្ទះមកដៃថែមទៀតផងហ៎នេះនាងហ៊ានផ្ទះយើងផងហ៎ប៉ាត់មែនហើយនាងប៉ាត់ជាមិនយល់សាច់ការអីមែនពេលនោះលោកម៉ែក៏បាននិយាយថាហេតុអីបានជាណានស៊ីនាងឈួតទេដឹងហេតុអីបានជានាងហ៊ានធ្វើបែបនេះនៅទីនេះប៉ាត់មែនទេខ្ញុំពិតជាឈួតហើយតែខ្ញុំបានជ្រើសរើសយកឯងមកធ្វើការជាមួយខ្ញុំមិនដឹងថាឯងជាមនុស្សបែបនេះឆ្អិនក្បាលស៊ីក្បាលឆ្អិនកន្ទុយស៊ីកន្ទុយយើងច្បាស់ណាស់ជាមិនឲ្យនោះទេមន្ទីរពេទ្យពេលនេះបើជាគ្មានលោកគ្រូពេទ្យនៅប្រចាំការផងបើជាឯងមកទីនេះដោយគ្មានការអញ្ជើញនាងនិយាយថាយ៉ាងម៉េចគ្មានការអញ្ជើញមែនទេនាងចង់និយាយថារូបនាងមែនទេដែលគ្មានការអញ្ជើញនោះខ្ញុំគឺមានការអញ្ជើញហេតុអីបានជានាងនិយាយបែបនេះអញ្ចឹងហ៎តែឯងពិតជាមិនដឹងទេថាខ្ញុំគឺជាមិត្តស្រីរបស់លោកលីឈួនពេលនោះម្នាក់គឺថានៅសាឡាងកាំងតែម្ដងឮថានាងគឺជាសង្សារលោកលីឈួនអញ្ចឹងណាចាពេលនោះតួឯកស្រីរបស់យើងគឺថាផ្កើនខ្លាំងមែនតើរីឯតួប្រុសរបស់យើងភ្លាមនោះក៏គាត់នៅទីនោះគាត់កំពុងស្ដាប់ការឆ្លោះគ្នានឹងដែរអញ្ចឹងណាគាត់ក៏និយាយថានាងនោះមែនដែលមានឈ្មោះថាអ្នកគ្រូពេទ្យនោះវ័យក្មេងនោះមែនទេចាស្រាប់តែពេលនោះគាត់ក៏បានលើពាក្យថាគាត់គឺជាសង្សាររបស់លោកលីឈួនគឺតួប្រុសរបស់យើងសាឡាងកាំងខ្លាំងមែនតើ